នៅក្នុង mod នេះមានមេពីងពីងនិងមានមេសាមរ៉ៃហើយនឹងមេឆ្កែចចកតកនិងមានមេជាច្រើនទៀតដែលយើងត្រូវវាយហើយនេះគឺជា mod Dungeon Boss បាទសំទោសបើខ្ញុំអានឈ្មោះខុសខ្ញុំអត់សូវចេះអង់គ្លេសទេឥឡូវយើងមើល mod នេះតែម្ដងបាទ mod ហ្នឹងចូលមកមានអាចក្រោះតែមួយឈុតបាទហើយអាវុធវាថែមមកយើងគឺ6អាវុធបាទដូចមានតពហើយចូលមកគឺវាឲ្យសភៅយើងដែរជាសភៅអូខ្មៅអ៊ុនចឹងផែ mod ខ្ញុំកលិចទេបាទហើយបងប្អូនទៅចូលទៅគឺអាសភៅហ្នឹងប្រាប់ពីរបៀបផលិតនេះអា9នេះបាទគឺអា9ហ្នឹងគឺសិតតែមេបាទមេសុតបដ ாய் យើងផលិតដើម្បីវាយយកអាវពាក់អញ្ចឹងបាទយកអាវុធចឹងយកអីចឹងណាបាទហើយ mod ហ្នឹងគឺមានបន្ថែមអីចឹងណាមិនមែនមកវា spawn មកឯងទេគឺយើងត្រូវតែ spawn វាចេញមកយើងអ្នក spawn វាចេញមកហើយឥឡូវនេះគឺខ្ញុំនឹងធ្វើការ spawn វាចេញអី spawn មេចេញមកតែម្ដងបាទនេះគឺយើងយកនេះទៅគឺអាសភៅហ្នឹងគឺមានរបៀបនេះបាទនេះគឺដូចជាដូចសាមរ៉ៃបាទនេះវាជាមេសាមរ៉ៃឥឡូវគឺខ្ញុំធ្វើការហោះសិនហោះដាក់អីរៀងស្លាស់សិនបាទហើយយើងចុចឲ្យជាប់បាទចុចហើយយើងចុចសញ្ញា yes ទៅគឺវានឹង spawn ផ្ទះមេបាទហៅផ្ទះមេចុះអាយ៉ាអានេះគឺ spawn មកហើយវា spawn គឺអញ្ចឹងគឺលយមែនហើយបើសិនបងប្អូន spawn កន្លែងណារៀងស្លាស់ទីទៅស្រួលវាយនេះ spawn មកគឺអែមដែរចុះនេះម៉ូដបែបជប៉ុនបាទយ៉ារួចបាទអូខ្ពស់បាទអូខ្ញុំចុចសញ្ញា yes 3 ដងមកមិញបាទមិនចុច yes ច្រើនពេកទៅគឺវា spawn មកឡើង3បាទឥឡូវយើងក៏ខច្រើនចូលទៅមើលមេវាហ្មងទៅហើយមិនមានតែមេបាទគឺមានហឹបមានបោះឲ្យយើងចូលអញ្ចឹងណាមានកូនចៅវានេះអាយ៉ាយកខ្ញុំដាក់ភ្លឺហ្នឹងនេះបាទនេះគឺកូនចៅវាកប៉ិកប៉ុកបាទអូ spawn 3ចប់នេះឥឡូវយើងហោះទៅមើលទៅលើមើលវាគឺនៅលើបាទនេះអូចាញ់ឲ្យមានទ្វារវាយចូលហ្មងបាទវាយចូលសិននេះបាទគឺមេវានេះមេនេះគឺមេតកោបាទសាមរ៉ៃតកោហៅសាមរ៉ៃតកោហ្នឹងទៅនេះបាទហើយមេហ្នឹងគឺតើយើងដាក់ survival យើងដាក់វាបេះដូងមកទៅវាវាយយើងហើយយើងវាយវាកុំកើតដល់ពេលយើងហែកចឹងទៅវាយចេញទៅ spawn មកទៀតសិនបាទលើ spawn តំបន់តកោម្ដងហើយបើលឺសលេងនេះអីគឺកន្លែងខ្ញុំកំពុងមានមេឃភ្លៀងបាទមេឃភ្លៀងយូរបាទឥឡូវនេះ spawn ហ្នឹងចុចជាប់ហើយចុចសញ្ញាចេះតែមួយណាបាទចុចតែមួយយ៉ាគៀងយ៉ាចុចម្ដងទៀតយ៉ានេះបានហើយបាទនេះវាកំពុង spawn មកហើយចេញមកបាទនេះបាទគឺអែមមែនហើយអាម៉ូតនេះគឺវាចម្លែកត្រង់ថាគឺយើងត្រូវតែ spawn មេចេញមកចឹងណាមិនមេវា spawn មកឯងទេហើយផ្ទះមេមួយគឺអែមមែនស្អាតបាទវាយហើយនៅបរោយយកផ្ទះយកនៅបរោយអានេះចេញមកអូស្អាតមែនពេលចូលមើលមេវាមកបាទនេះកូនចៅកាពេកកប៉ុកនេះមេវានៅជាន់ខាងលើបាទហើយឡើងទៅលើទៅវាយចូលទៀតបាទអូអានេះអាពកហោបាទមិញហើយភ្លើងសាមរ៉ៃភ្លើងបាទមិញก่อนនេះភ្លើងណានេះគឺអែមមែនគឺវានៅអង្គុយធ្វើដូចនេះសាមរ៉ៃជប៉ុនហ្នឹងរឿងជុំនេះច្រឡំអ្នកមើលរឿងសាមរ៉ៃជប៉ុនដឹងហើយឥឡូវនេះគឺយើងធ្វើការចូលបងប្អូនចុច link ខាងក្នុង comment ហ្នឹងទៅគឺនឹងចូលដល់ទំព័រនេះចូលដល់ទំព័រហ្នឹងបងប្អូនចុចសញ្ញា download ហ្នឹងទៅបាទ
ដល់ពេលចុចហើយគឺវានឹងដាក់ឲ្យ download នេះបាទតែខ្ញុំ download ហើយគឺខ្ញុំអត់ download ម្ដងទៀតទេដល់ពេលបងប្អូន download ហើយបងប្អូនចុចចេញមកហើយចូលកម្មវិធីនេះមកបាទហើយបងប្អូនដល់ពេលថា download នេះបាទពេលថា download ហើយដល់ file វាបាទហើយ file វានេះបាទឈ្មោះគឺអក្សរទៅច្បាស់ទេបាទបន្ទោមែនគឺបាទហើយយើងចុចឲ្យជាប់បាទចុចឲ្យជាប់នោះអាសញ្ញាព្រួយនៅគីនោះភ្នែកហ្នឹងបាទយើងចុចទៅបាទយើងចុចហើយបងប្អូនអាចដាក់ Minecraft ធម្មតាយើងបាននេះបាទដាក់ Minecraft ធម្មតាចូលខេមហ៎បាទណាបាទដល់ពេលខ្ញុំដាក់ហើយគឺវា load រូបបើខ្ញុំដាក់ម្ដងទៅគឺវា load រូបអញ្ចឹងហើយបងប្អូនមើលវីដេអូនេះបានដល់ចប់ជួយចុចមេដៃ subscribe ចុចសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងដើម្បីបានវីដេអូថ្មីៗពីខ្ញុំណានឹង mod ថ្មីបាទសូមអរគុណបងប្អូនទាំងអស់គ្នា